ប្រវត្តិប្រាសាទបន្ទាយសម្រែជួលប្រាសាទបន្ទាយសម្រែអ្នកកសាងព្រះបាទសូវល្ម័នទី2ការបរិច្ឆេទកសាងពាក់កណ្ដាលសតវត្សទី12ឧទ្ទិសថ្វាយព្រះនារីស្ថាបត្យកម្មរចនាបថអង្គរវត្តទីតាំងជាភូមិព្រះដាក់ឃុំព្រះកដាក់ស្រុកបន្ទាយស្រីខេត្តសៀមរាបប្រាសាទបន្ទាយសម្រែស្ថិតនៅខាងកើតបារាយយោសោធដាក់បារាយខាងកើតហើយស្ថិតនៅចម្ងាយប្រហែល2គីឡូម៉ែត្រពីភូមិព្រះដាក់នៅខាងត្បូងផ្លូវពីប្រដាក់ទៅភ្នំបូករូបភាពតូចប្លង់របស់ប្រាសាទបន្ទាយសម្រែប្រាសាទបន្ទាយសម្រែសាងឡើងនៅពាក់កណ្ដាលគ្រិស្តសតវត្សទី12ឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារីយើងសូមលើកយកពីបន្ទាយសម្រែនេះមកពន្យល់បន្ទាយគឺមានកំពែងព័ទ្ធជុំវិញចំណែកសម្រែជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជាដូច្នេះឈ្មោះដែលហៅថាបន្ទាយសម្រែនេះគឺប្រហែលជាតាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញហើយដែលមានស្តេចនិងអ្នកបម្រើដែលជាជនជាតិសម្រែរស់នៅទីកន្លែងនេះឈ្មោះបន្ទាយសម្រែនេះគឺតាក់ទងនឹងប្រវត្តិពិតដែលថានៅម្ទំភូមិព្រះដាក់ដែលកាលដើមឡើយគឺមានជនជាតិសម្រែរស់នៅពិតមែនហើយសប្តាហ៍ថ្ងៃគេសង្ស័យថាប្រជាជននៅព្រះដាក់នេះមានជីដូនជីតាជាជនជាតិសម្រែដែលគេយកមកឲ្យយាមប្រាសាទជាពិសេសពួកសម្រែនៅភ្នំក្រវាញបាននិយាយថាមានបងប្អូននៅអង្គរហើយប្រហែលជាមានរីមួយនៅបន្ទាយសម្រែនេះដូច្នេះឈ្មោះនៃប្រាសាទសម្រែនេះគឺតាក់ទងនឹងប្រវត្តិសាស្ត្រពិតដែលតាក់ទងទៅនឹងរឿងព្រេងនិងតាក់ទងនឹងទីតាំងរូបរាងរបស់ប្រាសាទនេះក៏ជាទីតាំងសម្រាប់ភ្ញៀវទេសចរកម្សាន្តមើលក្បាច់ចម្លាក់និងការស្រស់ស្អាតជាច្រើនផងដែរ